សួស្តីអ្នកគ្នាជួបខ្ញុំនៅទៀតថ្ងៃនេះខ្ញុំមកបង្រៀនអ្នកគ្នាអំពីការ combine និង compress file នៅលើ Linux អញ្ចឹងខ្ញុំសូមទៅ compress ឲ្យអ្នកគ្នាមើលជាដំបូងខ្ញុំសូមបើក admin សិនថាយើងមាន file ខ្លះយើងមានដូចជា file 1 file 2 ហើយឥឡូវយើងទៅ combine មើលទៅយើងវា comment ថា .cvs ហើយយើងដាក់ឈ្មោះ1 2 3ឥឡូវយើងបានហើយយើងឲ្យអាចមកទៅនេះញ៉ាំពេលឃើញមាន bora.tar មួយតែជា file ដែលយើង combine មាន file 1 file 2 file 3នៅក្នុងនោះចូលទៅការ extract មកវិញ extract ដែល file ដែលយើងបាន combine នោះមានយើងគ្រាន់តែដកពីអក្សរ C មកអក្សរ H វិញមកថា HVF ហើយយើងដាក់ឈ្មោះមកនេះនឹងមាន file 1 file 2 file 3ហ្នឹងមកយើងអាចតាមមើលវានឹងមាន file 1 file 2 file 3នៅក្នុងនោះដែរចូលទៅដល់ការ zip យើងមាន3មាន zip មាន gzip និង bzip2 ចំពោះ zip យើងប្រើប្រាស់ command នឹងតែមួយតែវាអាច combine មក compress ផងតែ gzip និង bzip2 នេះវាខុសគ្នាពី zip ត្រង់ថា gzip វាបានតែ compress ទេតែវាអាច combine បានដែរអញ្ចឹងវាអាចcompress ទៅលើ single file ឬក៏ single directory តែ bzip2 ខុសពី gzip ទៅទៀតខុសត្រង់ថាវាអាចធ្វើការជាមួយ directory បានឬធ្វើការបានតែជាមួយfile ឯងអញ្ចឹងបានន័យថា gzip និង bzip2 នោះវាអត់អាច compress ទៅលើ folder បានអញ្ចឹងលុះត្រាតែយើងប្រើ command ថាសិនយើង combine វាចូលសិនបានយើង compress ដូចជាមក folder បានអញ្ចឹងឥឡូវខ្ញុំទៅប្រើ command zip យើងប្រើ zip or ហើយយើងដាក់ឈ្មោះខ្ញុំចង់ zip ទៅលើ file 1មកបានមួយហើយយើងខ្ញុំឲ្យឯងមើលទៅនេះมันមាន boda.zip មួយហ្នឹងវា combine ផងវា compress ផងខ្ញុំចង់ដល់ឥឡូវខ្ញុំសាកzip ច្រើន fileវាមាន bold.zip នៅក្នុង bold.zip នោះវាមាន file 1 file 2 file 3នៅក្នុងនោះហើយខ្ញុំចង់ខ្ញុំ unzip នេះ unzip មកវិញfile 1 file 2 file 3ចូលទៅដល់ gzip និង bzip2 gzip ដូចថាតែយើង combine សិនដោយប្រើ command ថាសិនទើបយើងអាច compress វាបាន
ដាក់ directory ចូលក្នុងដែរចាំនេះខ្ញុំ unzip មកវិញtrong lòng kết rồi không phải mặt những chụp cháy nhưng mà vào one đặt chỉ dẫn ở đây chỉ tôi kể extension mà về đặt chỉ dịp mình nếu xong châu từ đó bị dịp thu bên ta đặt comment bị dịp thu ở đây những đặt file mà vẫn đáy bên ai chơi cài một đời để bàn này giống như từ thàm dẫn thà đấy thà phí phá bay của mình giống như từ visit bên đóមានបូរ៉ាដតថាដល់ digital អានោះមិនន័យថាយើង combine ហើយយើង compress វាម្ដងទៀតនេះញ៉ាំពេលនឹងឃើញចំនួន3ចំពោះ10វាមានដល់ទៅ434បាយតែចំពោះdigital វាតិចជាងគេវាតែ146បាយអញ្ចឹងមិនថា digital វាល្អជាងគេប៉ុន្តែលោកតាតែយើង combine វាសិនទៅយើងអាច press ទៅលើ folder ណាមួយចូលដល់នេះចំពោះ command នេះបានន័យថាយើងអាចcompress យើង combine ហើយយើង compress នៅក្នុងនោះតែម្ដងយើងអាចចាំបាច់ combine ហើយបានយើងមក compress តាមក្រោយយើងគ្រាន់តែ command តែមួយយើងអាច combine ផង compress ផងអញ្ចឹងថាដល់ CJVS ហ្នឹងបានន័យថាយើងប្រើ basic2 បើថាដល់ ZCVS យើងប្រើ G10 នេះសំទៅ
file.tar.digital អញ្ចឹងវីដេអូរបស់ខ្ញុំឈានដល់ទីបញ្ចប់អរគុណអ្នកគ្នាសម្រាប់ការតាមដានវីដេអូនេះ